តាំងនាមកងឯកភាពកាយរដ្ឋជាតិកម្ពុជាប្រចាំសាកលវិទ្យាល័យ Belty អន្តរជាតិសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះយោធានិងកងកម្លាំងប្រដាប់អាវុធរបស់ថៃមកលើអធិបតេយ្យកម្ពុជាដោយប្រើយន្តហោះ F16 អាវុធធុនធ្ងន់និងផ្សែងពុលនៅថ្ងៃទី7-8 ខែធ្នូឆ្នាំ2025មកទល់នឹងពេលនេះនៅតំបន់ជាច្រើនពិសេសក្នុងភូមិសាស្ត្រខេត្តព្រះវិហារបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យដែលបណ្ដាលឲ្យប្រជាពលរដ្ឋជាជនស៊ីវិលស្លាប់និងរងរបួសមួយចំនួនព្រមទាំងធ្វើឲ្យផ្ទះសម្បែងជាច្រើនខ្នងត្រូវបានបំផ្លាញសិស្សសាលាក្មេងចាស់ប្រុសស្រីត្រូវបង្ខំចិត្តភៀសខ្លួនរកទីកន្លែងសុវត្ថិភាពបណ្ដោះអាសន្នភ្លាមការឈ្លានពានដោយប្រើប្រាស់អាវុធធុនតូចនិងធុនធំយ៉ាងកំរោលនិងមិនរើសគោលដៅដល់សាហាវព្រៃផ្សៃរំលោភលើសេចក្តីថ្លែងការណ៍ស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃថ្ងៃទី26ខែតុលាឆ្នាំ2025ថែមទាំងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអាស៊ានធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាពតំបន់និងសកលសន្តិភាពពិភពលោកសិទ្ធិមនុស្សនិងជីវភាពពលរដ្ឋយើងខ្ញុំទាំងអស់គ្នាសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃនិងសកម្មភាពខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតនេះដោយទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដល់កម្រោលនេះនិងអំពាវនាវឲ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ដែលគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ជាមួយគ្នានេះយើងខ្ញុំទាំងអស់គ្នាក៏សូមអំពាវនាវដល់ជនរួមជាគ្រប់មជ្ឈដ្ឋានទាំងអស់បន្តរួបរวมសាមគ្គីគ្នាជាធ្លុងមួយដើម្បីពង្រឹងភាពធន់របស់ជាតិនិងប្រឆាំងទៅនឹងការឈានពានរបស់បរទេសជាថ្មីម្ដងទៀតយើងខ្ញុំទាំងអស់គ្នាសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវឃោរឃៅរបស់យោធាថៃកងកម្លាំងប្រដាប់អាវុធរបស់ថៃនិងសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាស្ថាបនិកសន្តិភាពនៅកម្ពុជាដែលបានបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពនិងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរសម្រេចបានកន្លងមកប្រកបដោយសុឆន្ទៈនិងការទទួលខុសត្រូវខ្ពស់បំផុត។